日米同盟は和解の力を象徴する សម្ព័ន្ធភាពជប៉ុនអាមេរិកគឺជាសម្ព័ន្ធភាពនៃក្តីសង្ឃឹមដែលជានិមិត្តរូបនៃអំណាចនៃការផ្សះផ្សានេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុននៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធរួមគ្នារវាងជប៉ុនអាមេរិកនៅថ្ងៃទី28ខែមិនិនានេះនៅកោះអូវូជីម៉ាដែលជាកន្លែងសមរភូមិដ៏ក្តៅគគុកក្នុងសម័យសង្គ្រាមលោកលើកទី2រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោកកូស៊ូមីស៊ីនជីរ៉ូបានសង្កត់ធ្ងន់ក្នុងសន្ទរកថាវិតម្លៃខ្ពស់ថាអតីតកាលសហរដ្ឋអាមេរិកដែលធ្លាប់តែជាសត្រូវប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបន្ទាប់ពីឆ្លងកាត់រយៈពេល80ឆ្នាំក្រោយសង្គ្រាមបានក្លាយជាមិត្តភ័ក្តិដ៏ល្អតែមួយគត់ដែលចងភ្ជាប់ដោយមិត្តភាពនិងចំណងសាមគ្គីភាពយ៉ាងរឹងមាំសម្ព័ន្ធភាពជប៉ុនអាមេរិកគឺជាសម្ព័ន្ធភាពនៃក្តីសង្ឃឹមដែលបង្ហាញពីអំណាចនៃការផ្សះផ្សាសូមជម្រាបជូនថានៅលើកោះអ៊ីវូជីម៉ានៃប្រជុំកោះអូហ្កាសាវ៉ារ៉ាធ្លាប់មានការប្រយុទ្ធគ្នាយ៉ាងសាហាវក្នុងឆ្នាំ1945នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី2ដែលបណ្ដាលឲ្យភាគីជប៉ុនស្លាប់ប្រហែល 21900 នាក់និងភាគីអាមេរិកស្លាប់ប្រហែល 6800 នាក់យោងតាមប្រភពព័ត៌មាន FNN ជប៉ុនបានឲ្យដឹងថានៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធរួមគ្នានេះមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនិងក្រុមគ្រួសារជនដែលបានស្លាប់នៃប្រទេសទាំងពីរប្រហែល140នាក់ដោយពួកគេបានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធដើម្បីឧទ្ទិសកុសលដល់អ្នកដែលបានពលីក្នុងសង្គ្រាមបន្ទាប់មកលោកកូស៊ូមីបានចុះពិនិត្យទីតាំងសមរភូមិចាស់ៗនៅលើកោះរួមមានភ្នំស៊ូរីបាឈីរងបញ្ជាការកងទ័ពជើងទឹកនិងទីតាំងដែលកំពុងធ្វើការរុករកអត្ថធាតុលោកក៏បានបន្ថែមទៀតថាដោយផ្អែកលើការបដិញ្ញាចិត្តយ៉ាងមោះមុតថានឹងមិនឲ្យសោកនាដកម្មនៃសង្គ្រាមកើតឡើងជាថ្មីម្ដងទៀតខ្ញុំសូមចងចាំយ៉ាងជ្រាលជ្រៅនៅបេសកកម្មដ៏ធ្ងន់ធ្ងរក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិ